យើងជួបបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាពាក្យនៅក្នុងមេរៀនទី1ដែលតកតងនឹងសម្ភារៈក្នុងផ្ទះបន្តទៀតយើងចូលទៅកាន់ពាក្យតែម្ដងណាបាទពាក្យទី1សម្រាប់ថ្ងៃនេះគឺយើងអានថា bolster 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 បកថាខ្នើយអោបបាទពាក្យទី2 sofa 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 ប្រែថាសាឡុងបាទពាក្យទី3 cushion cushion ប្រែថាខ្នើយកង់សំដៅទៅដល់ខ្នើយដែលកល់សម្រាប់ឲ្យយើងកល់ដៃកល់អីនៅលើសាឡុងហ្នឹងណាបាទពាក្យទី4 curtain curtain បាទ curtain ប្រែថាវាំងននបាទពាក្យទី5 towel towel ប្រែថាបាទកន្សែងពាក្យថា towel ប្រែថាកន្សែងបាទអញ្ចឹងពាក្យយើងថ្ងៃនេះមាន bolster ខ្នើយអោប sofa សាឡុង cushion ខ្នើយកល់ curtain វាំងនន towel កន្សែងឈានទៅកាន់ប្រយោគតែម្ដង This is a yellow bolster This is a yellow bolster មានន័យថានេះគឺជាខ្នើយអោបពណ៌លឿងមួយទី2 This is a big sofa This is a big sofa មានន័យថានេះគឺជាសាឡុងធំមួយបាទប្រយោគទី3 There are a lot of cushions There are a lot of cushions មានន័យថាមានខ្នើយកល់ជាច្រើនបាទ cushions កន្លែងនេះគេថែម s នេះបាទន័យថាមានច្រើនណាស់ណាជាទៅដល់ប្រយោគទី4តែម្ដង Please open the curtain បាទ Please open the curtain មានន័យថាសូមបើកវាំងននទី5 The towel is on the rack The towel is on the rack បាទបានន័យថាកន្សែងនៅលើធ្នើរបាទពាក្យថា rack កន្លែងនេះគឺដូច្នេះក្នុងវីដេអូនេះយើងសិក្សាតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា